នៅភូមិសូសែនសង្កាត់សូសែនស្រុកព្រៃឈរកំពង់ចាមមានអ្នកតាមួយគេហៅថាអ្នកតាពុំសែនមានរឿងរ៉ាវតាក់ទងនឹងអ្នកតានោះដូចតទៅប្រមាណជាក្នុងពស2384មានយាយតាពីរនាក់ប្តីប្រពន្ធឈ្មោះតាពុំយាយសែនគាត់នៅស្រុកសំរោងខេត្តជាមួយគ្នាទាំងពីរនាក់បបួលគ្នាទៅរកភូមិថ្មីមួយនៅភូមិគុកគុហៀបើហៅតាមអ្នកស្រុកថាភូមិបន្ទាយគាត់បានបោះគោជាចារឹកវត្តទីភូមិប្រមាណជា2ហិកតា4ជ្រុងស្មើហើយបានសង់ផ្ទះមួយខ្នងតូចដោយគ្រឿងឈើប្រក់ស្លឹកមានលើកដីចាក់ប៉តជុំវិញជាទំនប់ទឹកដាំដំណាំផ្សេងមានចេកខ្នុរជាដើមនៅខាងកើតភូមិគាត់ចម្ងាយប្រមាណ200ម៉ែត្រមានដើមពោធិ៍មួយដើមដកនៅលើដីទូលមួយខ្ពស់ដែលមានព្រៃដុះពួតជុំវិញនៅពេលយប់គេតែងឃើញមានភ្លើងហក់ចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃយាយសែនមានសេចក្តីសង្ស័យទៅប្រាតាពុំជាប្តីឲ្យទៅមើលត្រង់ដើមពោធិ៍នោះបានប្រទះឃើញរូបចម្លាក់មួយសាងដោយថ្មសន្តានជាមនុស្សឈរផ្អែកនឹងគល់ពោធិ៍គាត់ពិនិត្យសពគ្រប់ទៅឃើញដូចជាព្រះពុទ្ធរូបហើយមានពណ៌សប្រផេះដូចជាថ្មថ្លើមអណ្ដាកទំហំ4ដេស៊ីម៉ែត្រកម្ពស់ប្រមាណ1ម៉ែត្រកន្លះឥតមានឆ្លាក់ក្បាច់អ្វីទេតាពុំបានឃើញដូច្នោះក៏ដើរនិយាយប្រាប់អ្នកផងគ្រប់គ្នាឲ្យជួយពិចារណាមើលតើជារូបអ្វីនរណាយកមកចោលនៅក្រោមដើមពោធិ៍នេះឬក៏អ្នកណាសាងទុកពីកាលណាកាលអ្នកស្រុកភូមិបានដឹងគ្រប់គ្នាហើយមានសេចក្តីសង្ស័យគ្រប់គ្នាក៏បបួលគ្នាធ្វើបន់អស់មួយយប់មួយថ្ងៃដោយនិមន្តព្រះសង្ឃចម្រើនព្រះបវិត្រទេសនាឆាន់បង្ហើយកិច្ចចប់ពិធីបុណ្យគេនាំគ្នាយកអំបោះចងរូបនោះហើយអន្ទឿងលើកឡើងដុសខាត់ទៅឃើញរូបភាពជាស្រីមានភ្នួងសក់ចំកៅដាស៊ីរ៉ាសាខាងលើនៅលើថ្ងាមានចូលទ្រជើងសក់លែងខ្លួនទទេត្រឹមចំកេះឯសម្ពុតស្លៀកសំលុយដៃទាំងសងខាងដាក់ផ្អោបនឹងដងខ្លួនពីត្រឹមកែងដៃបត់មកខាងមុខហើយដៃស្ដាំក្តាប់កាប់មុខចុះក្រោមដៃឆ្វេងក្តាប់ផ្ងាឡើងលើឯនៅនេះគេវាយរូបនោះបំបាក់កយកក្បាលទៅចោលឯណាបាត់ទៅហើយពិនិត្យមើលទៅមិនដឹងរូបបែបណាឡើយហើយរូបនោះតាំងតែពីគេវាយបំបាក់កយកក្បាលចោលបាត់ទៅនោះញាក់ស្រុកភូមិជិតខាងចេះតែពុំសូវបានសុខសប្បាយបន្តិចឈឺមនុស្សបន្តិចឈឺសត្វពាហនៈអ្នកស្រុកភិតភ័យជាខ្លាំងអ្នកខ្លះនឹកស្មានថារូបនោះធ្វើឲ្យឈឺក៏យកស្លាធម៌មួយគូបាយសីក្រហមបង្អែម2-3មុខយកទៅថ្វាយរូបភាពនោះហើយឧទ្ទានធូបនិយាយបន់ស្រន់ថាសូមឲ្យកូនចៅបានជាសះស្បើយគោក្របីក៏ឲ្យបានជាសះស្បើយទៅនឹងធ្វើរោងប្រក់ក្បឿងថ្វាយហើយលើករូបនេះដាក់លើរោងឲ្យផុតពីដីកាលបន់ស្រន់រួចត្រឡប់មកផ្ទះវិញជំងឺទាំងប៉ុន្មានក៏បានស្រាកស្រានដោយប្រាថ្នារួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះមានរៀបស្លាធម៌មួយគូទឹកអប់មួយគូផ្កាមួយគូទៀន5ធូប5លក្ខនិយាយពីយាយសែនប្រពន្ធតាពុំដល់មានទីលំនៅក្បែរខ្ទុំរូបនោះយាយសែនមានជំងឺហើមអស់ទាំងខ្លួនចំនួនជាង1ឆ្នាំមកហើយរោគគ្រូមើលពុំជាសោះបានលឺអ្នកស្រុកជិតខាងនាំគ្នាឈូឈរមកបន់ស្រន់គោរពបូជារូបនោះយ៉ាងកក្រឹកកក្រែងដូច្នោះគាត់ក៏ប្រើប្តីគាត់ឲ្យទៅសុំទឹកអប់ពីរូបនោះមកលបងមើលលូកប្តីយកទឹកអប់បានមកហើយគាត់ក៏សួរប្តីថាទឹកអប់នេះនឹងធ្វើដោយម្ដេចខ្លះប្តីប្រាប់ថាលោកតាឲ្យផឹកផងឲ្យលាបរោងប្រានផងចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមករោគក៏កាន់តែស្រាកស្រានបានស្រួលបន្តិចម្ដងត្រឹមតែ8ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយហើយឲ្យប្តីនាំគាត់ទៅខ្ទុំនឹងតាទៅដល់ហើយគាត់ថ្វាយបង្គំរូបនោះក៏ស្រាប់តែគាត់ក្រញ៉េងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូលស្រែកច្រៀងជាបទភ្លេងតោះផ្បារមីនាំតាដាល់ប្រទក្សិញរូបនោះរួចនិយាយថាអ្នកឯងមិនស្គាល់យាយទេប្តីឆ្លើយថាមិនស្គាល់លោកយាយទេចុះលោកយាយឈ្មោះអ្វីទៅហេតុម៉េចបានជាមកនៅក្រោមដើមពោធិ៍នេះតើអ្នកណាយករូបមកទុកដូច្នេះយាយសែនខ្មោចចូលក៏ប្រាប់វិញថាយើងនេះឈ្មោះទេពធីតារក្សាមនុស្សលោកដែលថាអ្នកណាយកមកនៅក្រោមដើមពោធិ៍នេះយើងមិនដឹងទេព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ចមិនមែនស្ថិតនៅក្រោមដើមពោធិ៍នេះទេឥឡូវដែលយើងមកជួលរូបយាយសែននេះក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះឲ្យបានសុខសប្បាយទាំងអស់គ្នា
បើអ្នកឯងចង់បានឲ្យភូមិនេះថ្កុំថ្កើងរុងរឿងនោះត្រូវធ្វើតាមបង្គាប់យើងដូចតទៅនេះរបៀបកាលបើយាយសែនថ្លែងប្រាប់រួចហើយតាពុំក៏ធ្វើតាមបង្គាប់គឺឲ្យធ្វើស្លាធម៌មួយគូទឹកអប់មួយគូបាយសីមួយគូលាជបារីផ្កាមួយគូទៀន5ធូប5ធ្វើរួចហើយឲ្យលេងភ្លេងខ្មែរបញ្ជាន់រូបយាយសែនថែមទៀតអំពីវិធីបន់ស្រន់ការបន់ស្រន់តាំងពីដើមរៀងមកយ៉ាងណាឥឡូវនេះក៏នៅមានដូច្នោះដែរគឺថាកាលបើមានជំងឺអ្វីកើតឡើងក្តីឬគេប្រាថ្នាអ្វីក្តីដូចជាប្រាថ្នាឲ្យធ្វើស្រែចម្ការបានផលល្អជាដើមគេតែងទៅបន់ស្រន់សុំទឹកអប់ហើយបួងសួងតាមបំណងដែលគេប្រាថ្នាអំពីសែនថ្វាយគ្រឿងដង្វាយនោះគឺលេងភ្លេងនិងកាច់ផ្កាថ្វាយសពថ្ងៃនេះគេច្រើនថ្វាយមន់ប្រចលមួយគូជួនណាគេបន់ធ្វើបន់ថ្វាយលុះដល់យាយសែននោះស្លាប់ទៅក៏ចូលរូបដតីជាច្រើនដំណររហូតមកដល់សប្តាហ៍ថ្ងៃនេះតែទោះបីចូលរូបយាយណាក៏ដោយក៏គេហៅថាយាយសែនតាមឈ្មោះយាយដែលចូលរូបពីដើមដំបូងនោះដែរអំពីបន់លេងភ្លេងពិធីបញ្ជាន់រូបយាយសែននោះបានរបៀបបន់ស្រន់សែនថ្វាយដូចរៀបខាងលើសពគ្រប់អស់ហើយឯភ្លេងតែមួយគឺភ្លេង10បារមីមានទំនុកច្រៀងថាសូមថ្វាយបង្គំសម្ដេចបារមីមានឫទ្ធិក្រាស់ក្រៃអំណាចជាក់ស្ដែងមិនដឹងទេឬឈ្មោះទេពធីតាចោះមករក្សាមនុស្សលោកសពថ្ងៃអញ្ជើញគ្រូតូចអញ្ជើញគ្រូធំស្ថិតនៅលើកំពូលភ្នំចុះមកស្ថានអាយនាងស្រីសែនស្រណោះអណ្ដាតជាងភ្លើងក្រលួចឆែកឡើងចង្ក្រានបិសាចរឿងរ៉ាវទាំងនេះគេបាននិយាយតគ្នាមកជាយូរអង្វែងឆ្នាំហើយលោកគ្រូម៉ៅរិទ្ធវត្តសូសែនសង្កាត់សូសែនស្រុកព្រៃឈរខេត្តកំពង់ចាមជាអ្នកដឹងរឿងទាំងនេះដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ